រុស្ស៊ីចោទប្រកាន់អង់គ្លេសនិងបារាំងថាមានផែនការបំពាក់អាវុធនុយក្លេអ៊ែរឲ្យអ៊ុយក្រែនក្នុងឱកាសខួបលើកទី4នៃសង្គ្រាមឈ្លានពាននៅអ៊ុយក្រែនសេវាចារកម្មបរទេសរបស់រុស្ស៊ី SVR បានលើកឡើងនូវការចោទប្រកាន់ដ៏ធ្ងន់ធ្ងរមួយប៉ុន្តែគ្មានភស្តុតាងដោយវាយប្រហារលើមហាអំណាចលោកខាងលិចវិមានក្រំឡាំងបានអះអាងថាចក្រភពអង់គ្លេសនិងបារាំងកំពុងជួយជ្រោមជ្រែងយ៉ាងសកម្មដល់ទីក្រុងគៀវក្នុងការទទួលបានសមត្ថភាពនុយក្លេអ៊ែរដើម្បីផ្លាស់ប្តូរទិសដៅនៃសង្គ្រាមនៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅថ្ងៃពុធទី25ខែកុម្ភៈឆ្នាំ2026 SBR បានចោទប្រកាន់ថាទីក្រុងឡុងនិងទីក្រុងប៉ារីសជឿជាក់ថាប្រសិនបើអ៊ុយក្រែនមានអាវុធនុយក្លេអ៊ែរឬយ៉ាងហោចមានគ្រាប់បែកកក់ខ្វាក់ Dirty Bomb នោះពួកគេនឹងមានប្រៀបខ្លាំងក្នុងការចរចាសន្តិភាពនាពេលអនាគតការចោទប្រកាន់នេះត្រូវបានច្រានចោលភ្លាមៗពីសំណាក់ប្រទេសដែលរងការចោទប្រកាន់ដោយចាត់ទុកថាជាព័ត៌មានមិនពិតនិងគ្មានមូលដ្ឋានបារាំងអ្នកនាំពាក្យក្រសួងការបរទេសបារាំងបានហៅការអះអាងនេះថាជាព័ត៌មានคล้ายៗសុទ្ធសាធអង់គ្លេសអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី Keir Starmer បានបញ្ជាក់យ៉ាងខ្លីថារឿងនេះមិនមានការពិតទាល់តែសោះអ៊ុយក្រែនលោក Georgi Tiki អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែនបានប្រាប់ទិនាគារ Reuters ថាអ៊ុយក្រែនបដិសេធជាផ្លូវការចំពោះការអះអាងដដែលៗរបស់រុស្ស៊ីនិងសង្កត់ធ្ងន់ថាទីក្រុងគៀវនៅតែគោរពតាមសន្ធិសញ្ញាអន្តរជាតិជានិច្ចទិនាគារចារកម្មរុស្ស៊ីបានបន្ថែមថាមហាអំណាចអឺរ៉ុបទាំងពីរនេះកំពុងធ្វើការដោយសម្ងាត់ដើម្បីបញ្ជូនអាវុធនុយក្លេអ៊ែរទៅឲ្យអ៊ុយក្រែនដោយព្យាយាមធ្វើឲ្យមើលទៅដូចជាអ៊ុយក្រែនបានផលិតបច្ចេកវិទ្យានេះដោយខ្លួនឯងភាពតានតឹងជុំវិញស្ថានភាពនុយក្លេអ៊ែរនេះបានអូសបន្លាយតាំងពីទសវត្សរ៍ឆ្នាំ1990ទោះបីជាប្រធានាធិបតី Volodymyr Zelensky ធ្វើបង្ហាញការសោកស្ដាយចំពោះការសម្រេចចិត្តបោះបង់ចោលឃ្លាំងអាវុធនុយក្លេអ៊ែរតាំងពីសម័យសូវៀតក្រោមអនុស្សាវរីយ៍ទីក្រុង Budapest ឆ្នាំ1994ក៏ដោយប៉ុន្តែលោកតែងតែអះអាងថាអ៊ុយក្រែនគ្មានបំណងចង់បានអាវុធទាំងនោះមកបិណ្ឌឡើយយើងមិនស្វែងរកអាវុធនុយក្លេអ៊ែរទេយើងគោរពរាល់កិច្ចព្រមព្រៀងអន្តរជាតិទាំងអស់នេះជាអ្វីដែលលោក Zelensky បានបញ្ជាក់សារជាថ្មីក្នុងសេចក្តីថ្លែងការណ៍កន្លងទៅអ្នកវិភាគយោធាយល់ថាការដែលមូស្គូបញ្ចេញសារនេះចំថ្ងៃខួប4ឆ្នាំនៃចំនួនគឺជាយុទ្ធសាស្ត្រនយោបាយដើម្បីផ្ដល់ភាពស្របច្បាប់ដល់ប្រតិបត្តិការយោធាពិសេសរបស់វានិងដើម្បីបំបែកបំបាក់សាមគ្គីភាពក្នុងចំណោមសម្ព័ន្ធភាព NATOដោយការវាយប្រហារចំឈ្មោះអង់គ្លេសនិងបារាំងរុស្ស៊ីកំពុងដៅទៅលើសមាជិកសហភាពអឺរ៉ុបតែមួយដែលមានអាវុធនុយក្លេអ៊ែរនៅក្នុងដៃ។